សួស្តីបងទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Sandy Official ជួបគ្នាសាជាថ្មីដែលនៅក្នុងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់អ្នកទាំងអស់គ្នាហើយសាច់រឿងមួយនេះមានចំណងជើងថាវិញ្ញាណនៃជើងភ្នំទ្របចង់ដឹងថាសាច់រឿងរបស់យើងថ្ងៃនេះវាមានហេតុការណ៍ចម្លែករន្ធត់បែបណាខ្លះតោះចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នានោះមេឃងងឹតស្លុបគ្មានសូម្បីតែពន្លឺភើឆាន់សុកនឹងធាបរោះចំណូលថ្មី2នាក់ដែលទើបនឹងមកសិនាក់នៅផ្ទះជួលក្បែរជើងភ្នំទ្របដើម្បីធ្វើការងារសំណង់បានសម្រាប់ចិត្តអង្គុយផឹកស៊ីបន្តិចបន្តួចនៅក្រោមដើមឈើធំមួយក្បែររបងវត្តចាស់ខណៈពេលដែលកំពុងជជែកគ្នាសំឡេងខ្សឹកខ្សួលហាក់ដូចជាមនុស្សស្រីយំតិចបានបក់មកតាមខ្យល់ធាដែលជាមនុស្សខ្លាចខ្មោចស្រាប់ចាប់ផ្ដើមព្រឺរោមគល់កសុកឯងឮសូរអីអត់សំឡេងអីដូចមនុស្សស្រីយំចឹងសុកដែលស្រវឹងជោគចាមទៅហើយនោះសើចក្អកក្អាយឯងកុំមកព្រីផ្ដេផ្ដាប្រហែលជាសំឡេងខ្យល់បក់ប៉ះស្លឹកឈើទេដឹងឬក៏ឆ្មាវាយគ្នានៅភ្នំទ្របនេះសម្បូរណាស់រឿងព្រេងតែយើងមិនដែលឃើញផងស្រាប់តែពេលនោះមានស្ត្រីម្នាក់ស្លៀកពាក់ឈុតខ្មៅបងកក្រមាស់ដើរចេញពីភាពងងឹតក្បែរជើងភ្នំទ្របនាងដើរយឺតសម្ដែងមកញាក់ទាំងពីរនាងមានសក់វែងអន្លាយបិទបាំងផ្ទៃមុខពាក់កណ្ដាលបងជួយខ្ញុំផងខ្ញុំជ្រុះខ្សែមាសនៅត្រង់កំពតព្រៃខាងមុខនោះសំឡេងនាងត្រជាក់ស្រឹបធ្វើឲ្យខ្យល់ដែលកំពុងបក់បោកនោះកាន់តែត្រជាក់ខ្លាំងឡើងសុកដោយសារតែខឿនស្រីស្អាតនិងគិតថាខ្លួនឯងចង់ជួយផងក៏ស្ទុះក្រកឈរកុំបារម្ភអូនស្រីចាំបងជួយរកនៅត្រង់ណាស្ត្រីនោះចង្កល់ទៅកាន់រូងភ្នំតូចមួយដែលនៅក្បែរនោះធាចាប់ដៃសុកជាប់សុកកុំទៅអីយប់ជ្រៅហើយមនុស្សស្រីឯណាដើរម្នាក់ឯងនៅជើងភ្នំទ្របពេលកណ្ដាលអធិបត្រីបែបនេះបើតែសុកមិនស្ដាប់គេដើរតាមស្ត្រីនោះទៅបាត់នៅពេលដើរមកដល់មាត់រូងស្ត្រីនោះស្រាប់តែឈប់ងប់នាងងាកមកវិញយឺតពន្លឺភ្លើងភៀលរបស់សុកបានចាំងដែលចាំផ្ទៃមុខនាងវាគ្មានភ្នែកគ្មានច្រមុះមានតែរុនខ្មៅងងឹតនិងមាត់ដែលហូរឈាមជោកឯងចង់បានទ្រព្យមែនទេចង់បានមាសមែនទេសំឡេងនាងប្រែជាក្រលួតខ្លាំងពេញព្រៃសុកភ័យញ័ររន្ធត់ដួលផ្ងាក្រោយភ្លាមនោះជុំវិញខ្លួនគេស្រាប់តែប្រែជាកំណរឈឹងខ្មោចនិងបំណែកក្អមចាស់ស្ត្រីនោះលែងជាមនុស្សស្រីស្អាតទៀតហើយតែជាវិញ្ញាណខ្មោចយាមទ្របដែលហែកមាត់សោយដាស់គេសុកខំរត់ចេញមកវិញទាំងត្រដាបត្រដួសម្រៃរបស់គេលាន់លឺពុនជើងភ្នំព្រឹកឡើងអ្នកភូមិបានឃើញសុកដេកសន្លប់នៅក្បែរចេតិយចាស់មួយនៅជើងភ្នំពេលដឹងខ្លួនឡើងសុករៀបរាប់ទាំងញ័រមាត់តាសុកសម្ញាក់ដែលជាអ្នកថែរក្សាវត្តបានពោលថាចៅឯងសំណាងហើយដែលមិនបានចូលទៅក្នុងរូងនោះទេនៅជើងភ្នំទ្របនេះមានវិញ្ញាណយាមទ្របពីបុរាណអ្នកដែលចិត្តមិនស្អាតឬថ្លើមធំប្រមាថទីសក្ការៈតែងតែត្រូវគេឡងបន្លាចឬនាំភ្លឺឲ្យវង្វេងក្នុងព្រៃបាត់ដានរហូតក៏មានដែរចាប់តាំងពីថ្ងៃនោះមកសុកនិងធាលែងហ៊ានអង្គុយផឹកស៊ីយប់ប្រលប់នៅក្បែរជើងភ្នំទ្របទៀតហើយគេដឹងច្បាស់ថាភ្នំទ្របមិនមែនជាកន្លែងសម្រាប់មកលេងសើចឡើយទោះបីជាសុកបានដឹងខ្លួននឹងត្រឡប់មកដល់ផ្ទះជួលវិញក៏ដោយប៉ុន្តែអ្វីមិនទាន់បញ្ចប់ត្រឹមនេះទេរៀងរាល់យប់ឲ្យតែម៉ោង12អាធាត្រីជៀនចូលមកដល់សុកតែងតែឮសំឡេងក្រឹកដូចជាមានមនុស្សយកក្រចកអូសតាមជញ្ជាំងសង្កសីផ្ទះជួលរបស់គេយប់មួយខណៈដែលធាកំពុងដេកលង់លន់សុកស្រាប់តែមានអារម្មណ៍ថាភួយរបស់គេធ្ងន់ខុសធម្មតាគេព្យាយាមបើកភ្នែកឡើងទាំងត្រដាបត្រដួនិងអ្វីដែលគេបានឃើញគឺស្ត្រីឈុតខ្មៅម្នាក់អង្គុយសង្កត់លើជើងរបស់គេនាងកំពុងតែអង្គុយសិតសក់វែងអន្លាយដែលធ្លាក់មកក្របលើផ្ទៃមុខសុកក្លិនស្អុយឆ្អាបដូចសពសត្វដែលងាប់យូរថ្ងៃចាប់ផ្ដើមផាយពេញបន្ទប់នាងអោនមកក្បែរត្រចៀកសុករួចខ្សឹបតិចថាឯងយកវាទៅឯងត្រូវតែយកវាទៅវិញសុកភ័យខ្លាំងពេកក៏សន្លប់បាត់ទៅវិញលុះព្រឹកឡើងគេប្រញាប់ឆែកមើលខោអាវដែលគេស្លៀកកាលពីយប់ដែលទៅភ្នំទ្របពេលដែលលោកចូលទៅក្នុងហៅប៉ៅគេស្រាប់តែប្រទះឃើញកាក់មាសបុរាណមួយដែលមានស្នាមប្រឡាក់ឈាមក្រហមច្រាលសុកស្លុតរន្ធត់ជាខ្លាំងព្រោះគេមិនបានរើសវាទេកាលពីយប់នោះគេគ្រាន់តែដួលក្បែរគំនរក្អមតែប៉ុណ្ណោះធាឃើញបែបនេះក៏ប្រញាប់នាំសុកទៅរកលោកតាគ្រូទាយម្នាក់នៅក្បែរភូមិគ្រាន់តែឃើញកាក់មាសនោះភ្លាមលោកតាគ្រូទាយប្រាយទឹកមុខស្លេកស្លាំងចៅឯងយករបស់គេមកហើយនេះមិនមែនជាមាសធម្មតាទេវាជាមាសយាមព្រលឹង
វិញ្ញាណដែលចៅឯងជួបគឺជាអ្នកថែរក្សាទ្រព្យក្នុងរូងភ្នំបើចៅឯងមិនយកវាតែសុំខ្មាទោសនឹងដាក់នៅកន្លែងដើមវិញទេនាងនឹងមកយកជីវិតចៅឯងទៅយាមជំនួសមិនខានយប់នោះសុកនឹងធាត្រូវបង្ខំចិត្តត្រឡប់ទៅជើងភ្នំទ្របវិញទាំងញ័រជើងលើកនេះពួកគេមានធូបទៀននិងផ្កាឈូកដើម្បីសុំខ្មាទោសបរិយាកាសនៅជើងភ្នំស្ងាត់ជ្រងំខ្យល់បក់មកម្ដងធ្វើឲ្យដើមឈើធំយល់ទៅមកដូចជាមនុស្សកំពុងរាំតាមដងផ្លូវនៅពេលពួកគេទៅដល់មាត់រូងភ្នំដដែលនោះស្រាប់តែមានពន្លឺភឿងពណ៌ខៀវព្រិលចេញពីក្នុងរូងសុកលុតចង្កូនចុះរួចលើកកាក់មាសនោះដាក់លើថ្មដាធំមួយខ្ញុំបាទសុំទោសខ្ញុំមិនមានបំណងលួចប្លន់ទ្រព្យសម្បត្តិបុរាណឡើយសូមម្ចាស់ទឹកម្ចាស់ដីនិងវិញ្ញាណដែលថែរក្សាទីនេះមេត្តាអភ័យទោសឲ្យកូនចៅខងភ្លាមនោះសំឡេងសោយកុកអើកលាន់ចេញពីក្នុងរូងភ្នំប៉ុន្តែលើកនេះវាមិនមែនជាសំឡេងគួរឲ្យខ្លាចទេវាជាសំឡេងស្រាលស្រទន់រូបរាងស្ត្រីឈុតខ្មៅបានលេចចេញមកម្ដងទៀតតែនាងប្រែជាមានពន្លឺពណ៌សរួចងក់ក្បាលដាក់សុកយឺតមុននឹងរលាយបាត់ទៅក្នុងខ្យល់អាកាសចាប់តាំងពីពេលនោះមកសុកលែងបានជួបហេតុការណ៍ចម្លែកទៀតហើយប៉ុន្តែគេបានដងការពិតមួយតាមរយៈអ្នកភូមិចាស់ថាកន្លែងដែលគេដួលនោះកាលពីសម័យដើមគឺជាកន្លែងដែលគេយកស្ត្រីម្នាក់មកសម្លាប់ដើម្បីធ្វើជាអ្នកយាមទ្រព្យជំនឿបុរាណរឿងរ៉ាវរបស់សុកនិងធាបានคล้ายជាមេរៀនសម្រាប់អ្នកភូមិនិងអ្នកទេសចរដទៃទៀតថាភ្នំទ្រព្យមិនមែនគ្រាន់តែជាភ្នំដែលមានទេសភាពស្អាតនោះទេប៉ុន្តែវាជាទីកន្លែងដែលពោពេញដោយបារមីនិងវិញ្ញាណបុព្វបុរសដែលយើងត្រូវតែផ្ដល់គោរពនិងមិនត្រូវប៉ះពាល់វត្ថុបុរាណដោយគ្មានការអនុញ្ញាតឡើយរហូតមកដល់សប្តាហ៍ថ្ងៃបើអ្នកដើរកាត់ជើងភ្នំទ្រព្យនៅពេលយប់ជ្រៅអ្នកប្រហែលជានៅតែឮសំឡេងខ្សឹកខ្សួលឬឃើញស្រមោលពណ៌ខ្មៅដើរយឺតតាមដងផ្លូវតើអ្នកចង់ទៅសាក់លបងមើលទេទោះបីជាសុកបានយកកាក់មាសទៅសងវិញហើយក៏ដោយប៉ុន្តែសុខភាពរបស់គេចាប់ផ្ដើមទ្រុឌទ្រោមជាខ្លាំងគេហូបបាយមិនបានដេកមិនលក់និងស្បែកចាប់ផ្ដើមឡើងស្លេកដូចមនុស្សស្លាប់ថ្ងៃមួយខណៈពេលដែលធាយួយយុទ្ធទួនឲ្យសុកគេក៏ស្រែកវ៉ាដោយក្តីភ័យខ្លាចឲ្យឃើញលើខ្នងរបស់សុកមានស្មាមខ្មៅជារូបបាតដៃមនុស្ស5រៀមយ៉ាងច្បាស់ហាក់ដូចជាមាននរណាម្នាក់ដុតសញ្ញាសម្គាល់ទុកធាដឹងថារឿងនេះមិនទាន់ចប់ងាយទេគេក៏សម្រេចចិត្តទៅរកលោកយាយម៉ៃដែលជាញាំងសចាំបួសរៀនធម៌តាមកាឬរូងភ្នំនៃភ្នំទ្រព្យជាច្រើនឆ្នាំលោកយាយម៉ៃគ្រាន់តែឃើញសុកភ្លាមគាត់ក៏ដកដង្ហើមធំរួចមានប្រសាសន៍ថាចៅឯងសងមាសគេមែនតែចៅឯងមិនទាន់បានសងសន្យាទេកាលដែលចៅឯងនិយាយថាចាំបងជួយរកទៅកាន់វិញ្ញាណនោះគឺចៅឯងបានយល់ព្រមធ្វើជាប្តីឬជាអ្នកបម្រើរបស់នាងហើយនាងមិនមែនជាអ្នកយាមទ្រព្យទេនាងគឺជាប្រៃយាមភ្នំដែលស្លាប់ដោយក្តីចងកម្មពៀលោកយាយបន្តទៀតថាកាក់មាសដែលសុកឃើញនោះគ្រាន់តែជាការលំលួដើម្បីឲ្យសុកព្រមព្រៀងតាមនាងដោយខ្លួនឯងស្មែមបាត់ដៃលើខ្នងគឺជាសញ្ញាដែលនាងនឹងមកយកព្រលឹងសុកទៅក្នុងរូងភ្នំនៅយប់ថ្ងៃសិលខាងមុខនេះយប់ថ្ងៃសិលមកដល់លោកយាយម៉ៅបានឲ្យសុកទៅដេកនៅក្នុងរង្វង់សីមាដែលគូសដោយម្សៅមុនក្បែរដើមពោធិ៍ធំមួយនៃជើងភ្នំធាននិងអ្នកភូមិពីរអ្នកទៀតអង្គុយសូត្រធម៌ការពារពីខាងក្រៅមេឃស្រាប់តែប្រែជាខ្មៅងងឹតខុសធម្មតាខ្យល់កន្ត្រាក់បក់បោកមកយ៉ាងខ្លាំងរហូតដល់ដើមឈើជុំវិញនោះបាក់មេឃលឺសូរប្រាវស្រាប់តែមានស្រមោលខ្មៅធំរាប់សិបលេចចេញពីដីជុំវិញរង្វង់សីមាពួកវាមានរូបរាងអាក្រក់គួរឲ្យខ្លាចភ្នែកក្រហមឆេះព្យាយាមលូកដៃមករកសុកប៉ុន្តែមិនអាចចូលក្នុងរង្វង់បានស្ត្រីឈុតខ្មៅនោះក៏លេចមកដែរនាងមិនមែនមកម្នាក់ឯងទេតែមានវិញ្ញាណកូនចៃជាច្រើនហែហោមនាងស្រែកខ្លាំងថាវាជារបស់អញវាសន្យាថានឹងជួយអញយកវាទៅវិញលោកយាយម៉ៅបានយកដាវអាគមចាក់ចុះដីរួចសូត្រមន្តបញ្ជូនកុសលផលបុណ្យដែលលោកយាយបានសន្សំពេញមួយជីវិតទៅឲ្យវិញ្ញាណទាំងនោះដើម្បីរំដោះកម្មឈប់ចងកម្មពៀទៅអូនស្រីទ្រព្យសម្បត្តិទាំងនេះមិនមែនជារបស់នាងទៀតទេវាជារបស់ផែនដីចូលទៅចាប់ជាថ្មីចុះភ្លាមនោះពន្លឺពណ៌សចេញពីមុនធัวបានជះទៅលើវិញ្ញាណស្ត្រីនោះរូបរាងដែលគួរឲ្យខ្លាចរបស់នាងចាប់ផ្ដើមប្រែជាទន់ភ្លន់ឡើងវិញនាងសម្លឹងមើលសុកដោយភ្នែកស្រទន់រួចក៏រលាយបាត់ទៅក្នុងពន្លឺព្រមជាមួយវិញ្ញាណឯទៀតស្នាមបាតដីនៅលើខ្នងរបស់សុកក៏រលាយបាត់អស់គ្មានសល់ព្រឹកព្រលឹមឡើងសន្តិភាពបានត្រឡប់មកកាន់ជើងភ្នំទ្រព្យវិញ
សុខបានជាសះស្បើយដោយដើមប៉ុន្តែគេមិនដែលហ៊ានងាកក្រោយមើលភ្នំនោះទៀតទេអ្នកភូមិនិយាយតគ្នាថានៅមានរូងភ្នំសម្ងាត់ជាច្រើនទៀតនៅភ្នំទ្រាប់ដែលមិនទាន់មាននរណាស្វែងរកឃើញហើយនៅខាងក្នុងនោះប្រហែលជាមានមាសប្រាក់រាប់តោនតែគ្មាននរណាម្នាក់ហ៊ានទៅប៉ះពាល់ទៀតឡើយព្រោះគ្រប់គ្នាដឹងថាតម្លៃនៃការចង់បានទ្រព្យទាំងនោះគឺអាចប្តូរដោយជីវិតរហូតមកដល់សពថ្ងៃបើអ្នកជិះកាត់ភ្នំឧដុង្គឬភ្នំទ្រាប់នៅពេលយប់ហើយឃើញមានពន្លឺភ្លើងពណ៌ខៀវហោះកាត់ព្រៃសូមកុំឈប់ឡើយហើយក៏កុំសួរថានោះជាអ្វីឲ្យសោះសង្ឃឹមថាដាច់សាច់រឿងនេះបានផ្ដល់នូវភាពរន្ធត់ព្រឺព្រួយនិងបង្កប់នូវអត្ថន័យអប់រំអំពីការគោរពទីសក្ការៈបូជានិងជំនឿបុរាណរបស់ខ្មែរយើងភ្នំទ្រាប់នៅតែជាទីកន្លែងដ៏ពិសិដ្ឋនិងពោរពេញដោយបារមីសម្រាប់ប្រជាជនខ្មែរគ្រប់រូបចប់ដោយបរិបូរណ៍